តាមទស្សនវិជ្ជាប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថាជនជាតិសៀមគឺជាចៅដែលបានឈ្លានពានយកទឹកដីប្រទេសកម្ពុជាយើងអស់យ៉ាងច្រើនតើជនជាតិសៀមមានប្រវត្តិសាវតាយ៉ាងដូចម្ដេចបើផ្អែកទៅតាមសិលាចារឹកក៏ដូចជាផ្អែកទៅលើប្រវត្តិវិទូបារាំងបានបញ្ជាក់យ៉ាងច្បាស់ថាជនជាតិសៀមមានទឹកដីកំណើតរបស់ខ្លួននៅតំបន់តៃលាវក្នុងខេត្តយូណានប្រទេសចិនភាគខាងត្បូងហើយពួកគេក៏បានធ្វើចំណាក់ស្រុកចុះមកទិសខាងត្បូងចាប់ពីសតវត្សទី9មកដោយសារពួកម៉ុងហ្គោលបានធ្វើការលុកលុយនៅចុងសតវត្សទី12និងដើមសតវត្សទី13ពួកសៀមក៏បានធ្វើចំណាក់ស្រុកចុះមកដល់ភាគខាងជើងប្រទេសឡាវសប្តាហ៍ថ្ងៃគឺនៅក្នុងខេត្តឈៀងម៉ៃនេះឯងនៅសតវត្សទី13និងសតវត្សទី14ពួកសៀមនេះក៏បានបន្តចុះមកទិសខាងត្បូងរហូតមកដល់ទឹកដីមននិងទឹកដីខ្មែររបស់យើងហើយក៏បានបង្កើតទៅជារដ្ឋតូចៗគឺនគរតូចៗនេះឯងដូចជានគរសុខោតីឈៀងសែនឈៀងម៉ៃស្រែមួយលាននិងអយុធ្យាហើយក្រោយមកនគរទាំងអស់នោះក៏បានបង្រួបបង្រួមគ្នាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អយុធ្យាហើយដែលអយុធ្យានេះហើយគឺជាគូប្រជែងយ៉ាងខ្លាំងក្លានឹងនគរខ្មែររបស់យើងបន្ទាប់ពីសម័យអង្គរចាប់ផ្ដើមចុះខ្សោយនិងឈានទៅរកការដួលរលំទាំងស្រុងសម័យអង្គរក៏បានបញ្ចប់សម័យចតុមុខសម័យលង្វែកសម័យឧដុង្គជាដើមឡាក់ក៏បានចាប់ផ្ដើមជាបន្តបន្ទាប់ហើយនៅក្នុងសម័យទាំង3ខាងក្រោយសម័យអង្គរនេះហើយគឺជាសម័យកាលដែលខ្មែរយើងបានបែកបាក់ផ្ទៃក្នុងដែលបើកឱកាសឲ្យពួកសៀមឈ្លានពានដណ្ដើមយកទឹកដីប្រទេសកម្ពុជាយើងអស់យ៉ាងច្រើនហើយបើផ្អែកទៅលើទស្សនវិជ្ជាប្រវត្តិសាស្ត្រដែលបានចងក្រងបានបង្ហាញឲ្យឃើញថាជនជាតិសៀមបានឈ្លានពានយកទឹកដីខ្មែររបស់យើងចំនួន31ខេត្តគឺអយុធ្យាសូរិនបុរីរំសេរីសកេតស្រះកែវត្រាចរយងសង្កឹតច័ន្ទបុរីចិនបុរីជលបុរីស្ទឹងជ្រៅឧតងនាងរងពលបុរីបច្ចឹមបុរីនគររាជសវណ្ណភូមិយៈសោធរៈវិស្ណុលោកជ័យភូមិនគរភ្នំសុខោតីបឹងកក់សុគន្ធនគរវជ្ជបរៈស្រីយថោធរៈជ័យស្រីទេពនគរបឋមនិងខេត្តគូខណ្ឌដែលខេត្តទាំង31នេះបើយើងសរុបជាផ្ទៃដីប្រមាណជាង60000គីឡូម៉ែត្រការ៉េចឹងតាក់ទងជាមួយនឹងការបាត់បង់ទឹកដីនេះគឺពុបហេតុចម្បងគឺដោយសារខ្មែរយើងបានបែកបាក់ផ្ទៃក្នុងការបែកបាក់ផ្ទៃក្នុងនេះហើយគឺជាពុបហេតុដែលធ្វើឲ្យសៀមមានឱកាសក្នុងការដណ្ដើមយកទឹកដីប្រទេសកម្ពុជាយើងបន្ទាប់ពីខ្មែរយើងបាត់បង់ទឹកដីយ៉ាងច្រើនទៅលើប្រទេសជិតខាងមានសៀមយួននិងលាវនេះទើបធ្វើឲ្យប្រជាខ្មែរយើងបានពឹងមហាអំណាចមកពីអឺរ៉ុបគឺបារាំងដើម្បីធ្វើជាអាណាព្យាបាលរបស់យើងក្នុងន័យមួយគឺការពារទឹកដីប្រទេសកម្ពុជាយើងកុំឲ្យបាត់បង់បន្តទៀតក្រោមឥទ្ធិពលរបស់សៀមយួនដោយដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានសិក្សាបានដឹងបានឮនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងនៅក្រោមអាណាព្យាបាលបារាំងក៏បានធ្វើសន្ធិសញ្ញាចំនួន3ជាមួយសៀមដើម្បីបានមកវិញនៅទឹកដីដែលសៀមបានឈ្លានពានយកគឺសន្ធិសញ្ញាឆ្នាំ1904បារាំងបានយកទឹកដីមួយចំនួនមកឲ្យប្រទេសកម្ពុជាយើងមានខេត្តកោះកុងខេត្តស្ទឹងត្រែងមលូព្រៃជាដើមលុះដល់ឆ្នាំ1907សៀមក៏បាន
ចុះសន្ធិសញ្ញាជាមួយបារាំងម្ដងទៀតដែលពេលនោះគឺបារាំងបានយកមកវិញនៅខេត្តពោធិ៍សាត់បាត់ដំបងបាទខេត្តសៀមរាបជាដើមឡាក់បកគលមកឲ្យខ្មែរយើងវិញនៅឆ្នាំ1908បារាំងសៀមក៏បានធ្វើសន្ធិសញ្ញាមួយទៀតដើម្បីគូសផែនទីដងរាជចែកខណ្ឌព្រំដែនប្រទេសកម្ពុជាយើងជាមួយប្រទេសសៀមដើម្បីយកទៅបង្ហាញដល់អង្គការសហប្រជាជាតិទទួលដឹងឮថាការបែងចែកខណ្ឌសីមាព្រំដែនរវាងប្រជាណាចក្រកម្ពុជានិងសៀមនេះគឺមានខ្សែបន្ទាត់ដូចអ្វីដែលបារាំងបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាឆ្នាំ1908ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះបន្ទាប់ពីបារាំងបានបកគលឯករាជ្យឲ្យប្រទេសកម្ពុជាយើងវិញនៅឆ្នាំ1953ពួកសៀមនេះឈប់ទទួលស្គាល់សន្ធិសញ្ញាទាំង3ខាងលើទាំងដែលខ្លួនឯងគឺជាអ្នកចុះហត្ថលេខាជាមួយបារាំងហើយបានធ្វើការវាយដណ្ដើមយកទឹកដីប្រទេសកម្ពុជាយើងដូចជាការដណ្ដើមយកប្រាសាទព្រះវិហារមកកាន់កាប់ជាដើមដែលក្រោយមកព្រះបាទសម្ដេចព្រះនរោត្តមសីហនុក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌នៅទីក្រុងឡាអេដល់ឆ្នាំ62ទើបធ្វើឲ្យកម្ពុជាយើងទទួលបានជោគជ័យឈ្នះក្តីលើពួកសៀមហើយនៅពេលដែលខ្មែរយើងយកប្រាសាទព្រះវិហារបញ្ចូលជាបេតិកភណ្ឌវប្បធម៌រូបីរបស់ពិភពលោកនោះសៀមបានលើកទ័ពចូលឈ្លានពានម្ដងទៀតចឹងអ្វីដែលធ្វើឲ្យពួកសៀមនេះចិត្តតែឆ្លៀតឱកាសក្នុងការដណ្ដើមយកទឹកដីប្រទេសកម្ពុជាយើងគឺដោយសារវាមើលឃើញថាខ្មែរយើងបានបែកបាក់ផ្ទៃក្នុងទើបជាហេតុធ្វើឲ្យពួកវាឆ្លៀតឱកាសនេះដើម្បីឈ្លានពានមកលើប្រទេសកម្ពុជាយើងតាក់ទងជាមួយនឹងប្រវត្តិសាវតាជនជាតិសៀមនេះយើងសូមបញ្ជាក់ថាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងបណ្ដាប្រាសាទនានាដែលពុព្វបុរសខ្មែរយើងបានបន្សល់ទុកមកឲ្យយើងមកដល់សពថ្ងៃនេះគឺជាមរតកវប្បធម៌របស់ខ្មែរយើងពិតៗព្រោះថាជនជាតិសៀមនេះទើបតែមានកំណើតកើតជាមកលើទឹកដីប្រទេសកម្ពុជាដែលពួកវាបានឈ្លានពានដោយអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺនៅត្រឹមសតវត្សទី13 14តែប៉ុណ្ណោះចឹងប្រាសាទនានាដែលបុព្វបុរសយើងបានសាងគឺសាងតាំងពីមុនពួកវាកើតម្កម្លេះមានន័យថាតាំងពីពួកវានឹងរស់នៅតំបន់ខេត្តយូណានប្រទេសចិនមកម្លេះគឺខ្មែរយើងបុព្វបុរសខ្មែរយើងបានសាងប្រាសាទទាំងអស់នេះរួចជាស្រេចហើយទើបវាធ្វើការចំណាក់ស្រុកមកលើប្រទេសកម្ពុជាយើងហើយឈ្លានពានយកទឹកដីប្រទេសកម្ពុជាយើងគឺដោយសារយើងបែកបាក់ផ្ទៃក្នុងនេះឯងហើយមកដល់បច្ចុប្បន្ននេះពួកវានៅតែបង្កភ្ជុះភ្លៀងនៅតាមខ្សែក្រវ៉ាត់ព្រំដែនជាក់ស្ដែងដូចជាប្រមាណថ្ងៃកន្លងទៅនេះគឺមានការផ្ទុះអាវុធដែលវាបានឆ្មក់សម្រាប់ទាហានខ្មែរយើងម្នាក់នៅតំបន់មុំ3ក្នុងខេត្តព្រះវិហារក្នុងខេត្តព្រះវិហារចឹងទាំងអស់នេះសបញ្ជាក់ឃើញថាជនជាតិសៀមនៅតែបន្តមហិច្ឆតាក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជាយើងហើយស្របពេលពួកសៀមបើកឱកាសឆក់ឱកាសក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជាយើងបែរជាមានជនជាតិខ្មែរយើងនៅឯនេសមុទ្រមិនត្រឹមតែគាំទ្រមិនត្រឹមតែជួយខ្នះខ្នែងក្នុងការការពារទឹកដីពលនភាពអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែផ្ទុយទៅវិញមានអ្នកខ្លះទៀតបែរជាគាំទ្រចោលសៀមទៅវិញបាទចោលសៀមទៅវិញហើយតាំងខ្លួនថាជាអ្នកស្នេហាជាតិទាំងអស់នេះគឺជាពុព្វហេតុធ្វើឲ្យជនជាតិសៀមរឹងរិតតែមានឱកាសហើយវាសើចចំអកលក់លុយមកឲ្យខ្មែរយើងថែមទៀតផងប្រសិនបើខ្មែរយើងនៅតែបែកបាក់ផ្ទៃក្នុង
បច្ចាមិត្តសៀមក៏ដូចជាបណ្ដាប្រទេសនៅជុំវិញយើងមានព្រំប្រទល់ជាមួយយើងគេនៅតែមានឱកាសក្នុងការឈ្លានពានយើងដដែលជាពិសេសគឺសៀមនេះឯងចឹងដើម្បីការពារទឹកដីជាតិមាតុភូមិរបស់យើងឲ្យបានគង់វង្សគឺមានតែការរួបរวมសាមគ្គីគ្នាជាធ្លុងមួយប៉ុណ្ណោះទើបជាការប្រសើរឆ្លៀតឱកាសនេះខ្ញុំបកណាខ្ញុំបាទសូមផ្ដាំផ្ញើទៅពួកសៀមឈ្លានពានទាំងអស់ថាជនជាតិសៀមពួកឯងនេះទើបតែមានកំណើតកើតជាមករស់នៅលើទឹកដីរបស់កម្ពុជាយើងនៅក្នុងចុងសតវត្សទី13ដើមសតវត្សទី14ប៉ុណ្ណោះហេតុអ្វីបានជាអ្នកឯងបានអះអាងថាប្រាសាទតាកបីប្រាសាទតាមន់តូចតាមន់ធំជារបស់អ្នកឯងទៅវិញអ្នកឯងសំបីតែអសរក៏គ្មានប្រើផងអសរគឺពួកអ្នកឯងបានលួចយកអសរខ្មែរទៅប្រើប្រាស់ប៉ុណ្ណោះកុំថាឡើយអ្នកឯងមានបញ្ញាញាណក្នុងការសាងសង់នៅសំណង់ស្ថាបត្យកម្មប្រាសាទសំបីតែអក្សរក៏អ្នកឯងគ្មានដែរគឺអ្នកឯងគឺជាចៅដែលបានឈ្លានពានយកទាំងទឹកដីយកទាំងវប្បធម៌អរិយធម៌របស់ខ្មែរយើងធ្វើជាកម្មសិទ្ធិរបស់ខ្លួនអ្នកតែប៉ុណ្ណោះហើយថ្មីនេះយើងសង្កេតឃើញថាអតីតមេប៉ូលីសឈ្មោះសេរីវិសុទ្ធបាននិយាយយ៉ាងក្រអឺតក្រទមថាវាយយកភ្នំពេញកុំបាច់និយាយច្រើនវាយយកភ្នំពេញសម័យនេះហើយខ្មែរពុំមានធ្វើឲ្យអ្នកឯងធ្វើភ្ជុះធ្វើព្រៀងបានដូចមុនទៀតឡើយសម័យនេះខ្មែរបានរួបរวมគ្នាអ្វីបើខ្មែរនៅឯនៃសមុទ្រមួយចំនួនមិនបានតតាំងប្រឆាំងជាមួយអ្នកឯងក៏ពិតមែនក៏ប៉ុន្តែខ្មែរនៅក្នុងស្រុកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគឺបានមូលមតិគ្នាក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីបវរហ៊ុនម៉ាណែតក៏ដូចជាសម្ដេចហ៊ុនសែនដែលជាអគ្គមហាបរិរដ្ឋដ៏ប្រសើរថ្លៃថ្លាបំផុតរបស់ប្រជាជាតិកម្ពុជាយើងហើយដែលពេលនេះលោកគឺជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាចឹងសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថាការដែលអ្នកឯងបានឈ្លានពានមកលើទឹកដីប្រទេសកម្ពុជាយើងកាលពីមុនអ្នកឯងអាចធ្វើបានមានន័យថាក្រោយសម័យអង្គរក្នុងសម័យចតុមុខសម័យលង្វែកសម័យឧដុង្គអ្នកឯងឈ្លានពានបានប៉ុន្តែសម័យបច្ចុប្បន្ននេះអ្នកឯងឈ្លានពានមិនបានទេពីព្រោះមានផែនទីច្បាស់លាស់ណាស់ម្យ៉ាងទៀតកម្ពុជាគឺមានកម្លាំងទ័ពគ្រប់គ្រាន់មានសភាវុធគ្រប់គ្រាន់ក្នុងការការពារនៅបូរណភាពទឹកដីការពារនៅអធិបតេយ្យរបស់ខ្លួនអញ្ចឹងអ្នកឯងមិនអាចធ្វើភ្ជុះធ្វើភ្លៀងតទៅទៀតបានទេហើយសូមបញ្ជាក់ថាជនជាតិសៀមពួកឯងនេះគឺជាចៅដែលមានកំណើតនៅសតវត្សទី13ទី14តែប៉ុណ្ណោះហើយខ្មែរបានបង្កើតរដ្ឋតាំងពីឆ្នាំទី50ក្នុងសម័យនគរភ្នំអញ្ចឹងអ្នកឯងនេះកើតក្រោយខ្មែរឆ្ងាយណាស់ដោយដែលយើងបានបញ្ជាក់ថាសំបីតែអក្សរក៏អ្នកឯងគ្មានដែរគឺអ្នកឯងបានលួចអក្សរខ្មែរធ្វើជាអក្សរអ្នកឯងបានលួចយកវប្បធម៌អរិយធម៌ធ្វើជារបស់អ្នកឯងហើយបើផ្អែកទៅតាមទិដ្ឋភាពប្រវត្តិសាស្ត្រក្នុងតំបន់អ្នកឯងគឺជាចៅដែលបានឈ្លានពានយកទឹកដីខ្មែរយកទឹកដីឡាវយកទឹកដីមូនយកទឹកដីមីយ៉ាន់ម៉ាយកទឹកដីម៉ាឡេស៊ីប្រសិនបើប្រទេសនៅជុំវិញអ្នកឯងមានម៉ាឡេមានមីយ៉ាន់ម៉ាមានឡាវនិងមានខ្មែរជាដើមបានស្រោះស្រួលគ្នាវាយយកទឹកដីដែលបានបាត់បង់ត្រឡប់មកវិញនោះតើអ្នកឯងគិតយ៉ាងម៉េចវិញអ្នកឯងយកទឹកដីគេបានច្រើនហើយតែអ្នកឯងនៅតែបង្កភ្ជុះភ្លៀងចុះបើថ្ងៃណាមួយបណ្ដាប្រទេសនៅជុំវិញអ្នកឯងគេបានឯកភាពគ្នា
គេវាយយកទឹកដីរបស់គេត្រឡប់មកវិញតើអ្នកឯងគិតយ៉ាងណានេះគឺជាសារមួយបញ្ជាក់ទៅជនជាតិសៀមខ្លួនឯងនេះយកទៅពិចារណាយើងទទួលស្គាល់ថាខ្មែរយើងក្រោយសម័យអង្គរបានបែកបាក់ផ្ទៃក្នុងទើបអ្នកឯងមានឱកាសក្នុងការឈ្លានពានយកទឹកដីប្រទេសកម្ពុជាអ្នកឯងគិតមើលចុះអ្នកឯងបានឈ្លានពានយកទឹកដីប្រទេសកម្ពុជាចំនួន31ខេត្តដែលមានផ្ទៃដីប្រមាណជាង 60000 គីឡូម៉ែត្រការ៉េតើអ្នកឯងចង់បានតទៅទៀតឬខ្មែរមិននៅអង្គុយឲ្យអ្នកឯងយកទឹកដីខ្មែរអរិយធម៌ខ្មែរតទៅទៀតទេអ្នកឯងលូកមកលើប្រទេសទឹកដីប្រទេសកម្ពុជាយើងរំលោភបំពានបូរណភាពទឹកដីអ្នកឯងនឹងត្រូវអន្លូងមាន BM21 ជាដើមចឹងកុំកើតរោគញ៉ាំធ្លាប់យកបានមកយកទៀតគឺលេងហើយពីមុនចឹងមានប៉ុន្តែបច្ចុប្បន្នគឺអត់ដូចមុនទេអ្នកឯងលូកគឺនឹងអាលាកដៃហើយបាទលូកនឹងអាលាកដៃហើយចឹងនេះគឺជាសារមួយចង់បញ្ជាក់ទៅជនជាតិសៀមទាំងអស់ដែលមានគំនិតក្នុងការលេបយកទឹកដីប្រទេសកម្ពុជាយកទៅគិតពិចារណាថាអ្នកឯងបានលួចយកទឹកដីប្រទេសជុំវិញក្នុងនោះមានខ្មែរអស់ច្រើនជាងគេហើយបើនិយាយអំពីមូលវិញអ្នកឯងយកចែកគ្នាជាមួយបណ្ដាប្រទេសយកប្រទេសគេមួយបាត់ហើយឥឡូវមកយកទឹកដីប្រទេសកម្ពុជាអញ្ចឹងអ្នកឯងត្រូវគិតឲ្យមានទៀនប្រសិនបើថ្ងៃណាមួយបណ្ដាប្រទេសនៅជុំវិញដោយដែលខ្ញុំបានលើកឡើងគឺមានម៉ាឡេស៊ីមានមីយ៉ាន់ម៉ាមានឡាវហើយនិងខ្មែរគេបានរួបរวมគ្នាវាយយកទឹកដីរបស់គេត្រឡប់មកវិញតើអ្នកឯងគិតយ៉ាងម៉េចបាទនេះជាការឧបមាទេណាតែអ្នកឯងក៏ត្រូវយកទៅគិតដែរគួរណាស់តែឆ្អែតឆ្អន់ពីព្រោះអ្នកឯងបានលួចគេបានច្រើនហើយគេមិនភ្លើឲ្យអ្នកឯងលួចបន្តទៅទៀតទេពីមុនដោយសារបណ្ដាប្រទេសនៅជុំវិញអ្នកឯងបែកបាក់ផ្ទៃក្នុងប៉ុន្តែបច្ចុប្បន្ននេះគឺគេលែងបែកបាក់ផ្ទៃក្នុងទៀតហើយអញ្ចឹងអ្នកឯងកុំបន្តនៅមហិច្ឆតាតទៅទៀតប្រយ័ត្នខ្លួនឲ្យមានទៀនបាទសពថ្ងៃនេះខ្មែរមាន BM21 និងមានអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀតក្នុងការការពារទឹកដីរបស់ខ្លួនអញ្ចឹងអ្វីដែលខ្ញុំបានលើកឡើងខាងលើនេះជាសារមួយចង់បញ្ជាក់ប្រាប់ជនជាតិសៀមដែលជាចៅយកទៅពិចារណាហើយក៏ជាសារមួយដើម្បីឲ្យបងប្អូនជនរួមជាតិយើងបានដឹងទាំងអស់គ្នាថាកាលណាយើងបែកបាក់ផ្ទៃក្នុងសត្រូវគេមើលងាយយើងហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយកទៅពិចារណាទាំងអស់គ្នាអ្វីដែលខ្ញុំប្រកាសណាខ្ញុំបានលើកឡើងនេះពុំមែនជាការដាក់បន្ទុកទម្លាក់កំហុសទៅលើបុព្វបុរសដែលបានបែកបាក់ផ្ទៃក្នុងឈានទៅដល់ការបាត់បង់ទឹកដីនោះទេហើយក៏ពុំមែនជាការអុចអាលបង្កអរិភាពជាមួយជនជាតិសៀមនោះដែរប៉ុន្តែជាសារមួយចង់បញ្ជាក់ប្រាប់ជនជាតិសៀមផងនិងជាសារមួយសម្រាប់បងប្អូនជនរួមជាតិផងក្នុងការធ្វើយ៉ាងណាការពារនៅមរតកដូនតាដែលបានបន្សល់ទុកឲ្យនេះឲ្យបានគង់វង្សជាបន្តទៀតអញ្ចឹងអ្វីដែលខ្ញុំប្រកាសណាខ្ញុំបានលើកឡើងប្រសិនបើមានការលឺលួចដោយប្រការណាមួយសូមពុកម៉ែបងប្អូនជាពិសេសគឺអ្នកប្រវត្តិសាស្ត្របាទជួយបំពេញបន្ថែមតាមការគួរបាទសូមអរគុណ